นี่ไงนี่กิมก็ตำแต่บานป้อมเหมียนมวยแต่ต้องชมนังไอเชนตือบวนประเทศแต่เนี่ยเราเนี่ยอาจจะดับเปียของกาตือไอเชนบ้านบวนประเทศนั้นมีญี่ปุ่นขมายมาเลเซียและฟิลิปปินส์ไอเชนมาตั้งแต่น้องมันได้ดอยเมียนกาพ่อดอยกระทรวงอารมณ์ยุวชนนังกีฬานะไอเชนนั่นคือเกมเมียนร้อยชั้นนำหาชั้นนี่คือชั้นนำช่องคอยได้กับปาลมวยนั่งทัวร์ดำน้ำนะจังnhưng cái thai khi dân cô đảm cha nã là hưởng đi, cái thai ao kim nè phèn nè đó khi thà nắng sấy kế vì đây sao ta có miếng bọt sọt khang này. អ្នកគ្នាខ្ញុំមានកម្មវិធីមួយដើម្បីចែកជូនទៅកាន់អ្នកនរគ្នាគឺកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍និងជប៉ុនលើកទី50ហើយចំពោះកម្មវិធីហ្នឹងគឺតាក់ទងជាមួយនឹងការរស់នៅលើកប៉ាល់ឆ្នាំនេះជាឆ្នាំចុងក្រោយនៃកម្មវិធីនេះហើយអ្នកនរគ្នាអញ្ចឹងបើសិនជាអ្នកដែលគាត់ចង់មានបទពិសោធន៍រស់នៅលើកប៉ាល់ក៏ដូចជារស់នៅចម្រុះជាតិសាសន៍ជាមួយនឹងប្រតិភូនៅក្នុងប្រទេសអាស៊ានរបស់យើងជាមួយនឹងជនជាតិជប៉ុនផ្ទាល់តែម្ដងអ្នកនរគ្នាហើយកម្មវិធីហ្នឹងគឺគេនឹងផុតទទួលពាក្យនៅថ្ងៃទី30ខែឧសភាហ្នឹងហើយចឹងអ្នកនរគ្នាអាចរុះរាន់បានទៅមើលកម្មវិធី detail នៅក្នុងហ្នឹងហើយពួកខ្ញុំនឹងដាក់ link ក៏ដូចជា post នៅក្នុងហ្នឹងហ្មងដើម្បីគ្នាស្រួលមើលហ្នឹងហើយអ្នកនរគ្នាហើយ process នៃការដាក់ជាមួយនឹង application ហ្នឹងគឺអត់ពិបាកអីអ្នកនរគ្នាគឺងាយស្រួលមែនតើអ្នកនរគ្នាគ្រាន់តែចូលទៅក្នុង link ហើយបំពេញព័ត៌មានក៏ដូចជា motivation ក៏ដូចជាឯកសារនេះដែលត្រូវការនៅក្នុងហ្នឹង upload ចូលទៅហើយអ្នកនរគ្នាមើលតាម step បន្តទៀតអញ្ចឹងគឺមានភាពងាយស្រួលមែនតើអ្នកនរគ្នាសំខាន់ship មួយហ្នឹងមានរយៈពេលប្រហែលថ្ងៃដែលធ្វើដំណើរ4ប្រទេសហ្នឹងគឺចាប់ផ្ដើមនៅថ្ងៃទី3ខែមករារហូតដល់ថ្ងៃ5ខែកុម្ភៈអញ្ចឹងមានន័យថា2027ឆ្នាំក្រោយចាឆ្នាំក្រោយដាក់ពីឥឡូវដើម្បីទៅ exchange នៅឆ្នាំក្រោយហើយ20នាក់ដូចជារយៈពេល34ថ្ងៃនៅក្នុងការធ្វើដំណើរនៅលើ ship មួយហ្នឹងហើយយើងរស់នៅក្នុងលើ ship មួយហ្នឹងជាមួយនឹងចម្រុះជាតិសាសន៍ទាំងអស់គ្នាហើយពេលវេលាហ្នឹងគឺជាពេលវេលាដ៏ល្អដែលយើងអាចរៀនពីពួកគេបានទីបើសិនជាអ្នកនរគ្នាជាប់ខ្លាចទៅជាប្រតិភូតំណាងកម្ពុជាយើងសម្រាប់ឆ្នាំហ្នឹងគឺប្រតិភូយើងគឺគេរើសចំនួន20នាក់អ្នកនរគ្នាសាកសម័យមើលថាអ្នកនរគ្នាអាចនិយាយថាមានបទពិសោធន៍រស់នៅលើកប៉ាល់មួយរយៈពេល14ថ្ងៃហើយនឹងមាន activity ជាច្រើនក៏ដូចជាមានការពិភាក្សាទៅលើប្រធានបទផ្សេងដែរហើយជាពិសេសអ្នកនរគ្នាឆ្នាំហ្នឹងគឺកប៉ាល់នឹងចុះមកនៅកម្ពុជាយើងអ្នកនរគ្នាគឺ special year មែនតើអ្នកនរគ្នាអញ្ចឹងកុំឲ្យខកខានណាចំពោះកម្មវិធីហ្នឹងគឺយើងនឹងមានទិសដៅចំនួន4ប្រទេសទី1គឺយើងនឹងចេញពីប្រទេសជប៉ុនហើយមកប្រទេសកម្ពុជាយើងបន្ទាប់មកគឺយើងនឹងទៅប្រទេសម៉ាឡេស៊ីក៏ដូចជាហ្វីលីពីនអ្នកនរគ្នាខ្ញុំនៅតែលើកទឹកចិត្តថាការធ្វើ exchange ហើយនឹង volunteer នេះគឺជាការដើរលេងអត់អស់លុយគឺចេញឲ្យយើងទាំងស្រុងហ្មងហើយគឺជាពេលវេលាមួយដែលយើងយកកម្លាំងរបៀបថាទៅរៀនហើយបានដើរលេងទៀតល្អខ្លាំងមែនតើកុំភ័យវាគ្មានអីខ្លាំងជាងមនុស្សទេលើโลกហ្នឹងនិយាយមែនតែយើងចង់ធ្វើតែទៅធ្វើបានហើយស្អីក៏ដោយខ្ញុំជឿថាអញ្ចឹងមិនត្រឹមតែជា memory មួយទេគឺសំខាន់គឺយើងបានតំណាងក្នុងនាមជាយុវជនកម្ពុជាតំណាងទៅប្រទេសទាំងអស់ក៏ដូចជាប្រតិភូដែលគាត់បានចូលរួមឲ្យគេយល់ដឹងពីប្រទេសយើងក៏ដូចជាបង្ហាញនៅសក្តានុពលដែលយើងជាយុវជនកម្ពុជាម្នាក់ផងដែរចា៎អញ្ចឹងនេះគឺជាកប៉ាល់ចុងក្រោយហើយគេនឹងបញ្ឈប់ត្រឹម mission ត្រឹមនេះហើយដោយសារតែគេកប៉ាល់ហ្នឹងគេវិលជុំវិញអាស៊ានអញ្ចឹងទៅប្រទេស4ចុងក្រោយហើយចឹងបើសិនជាយើង mission មួយនេះអាចនឹងថាដឹងពេលណានឹងមានកម្មវិធីចឹងចាំសារទៀតទេចឹង complete ចូលរួមដាក់ពេលទាំងអស់គ្នាខ្ញុំនឹងដាក់ព័ត៌មានលម្អិតនៅក្នុង comment ក៏ដូចជានៅក្នុង Acron ហ្នឹងផងដែរហើយដាក់ link ហ្នឹងនៅលើ caption ទៀតដើម្បីឲ្យអ្នកទាំងអស់គ្នាចង់រកព័ត៌មានអត់ពិបាកគឺមានគ្រប់កន្លែងអាចទៅរកដាក់ពាក្យអូខេអញ្ចឹង complete ដាក់ពាក្យទាំងអស់គ្នាពីពួកខ្ញុំទៅសង្ឃឹមថាអ្នកទាំងអស់គ្នាដាក់ពាក្យឲ្យបានចូលរួមទៅអ្នកដែលចង់ទៅបានកំណត់ជោគវាសនារបស់ខ្លួនឯងដែលចង់ដើរលេងនៅប្រទេសគេអញ្ចឹងអូខេ complete ស៊ូដល់អូខេស៊ូ